បាទជ្រាបសួរពុកម៉ែបងប្អូនអរគ្នាបាទអញ្ចឹងម៉ូតូនេះការយកមកគឺសំឡេងគឺដូចម៉ាស៊ីនកណូតអញ្ចឹងបាទឥឡូវយើងធ្វើការរុះរើម៉ាស៊ីនទាំងអស់គ្នាបាទហើយមុនដំបូងនោះគឺយើងដោះឆ្នន់ចេញដោះឆ្នន់រួចរាល់ហើយចាប់ផ្ដើមដោះស៊ីម៉ាំងដោះអីណាបងប្អូនអរគ្នាបាទដោះស៊ីម៉ាំងគឺយើងដោះខ្សែចង្កេះចេញបាទខ្សែចង្កេះនេះរៀងទួងដែរបងប្អូនអរគ្នាបើវាទួងគឺយើងយកសោលេខ17មួយទៀតមកបាទដើម្បីយកទៅវាកុំឲ្យវាទួងបាទឥឡូវយើងដោះរួចរាល់ហើយយកខ្សែចេញមកហើយបាទហើយបន្តមកទៀតនោះគឺយើងមូខ្សែខាងក្រោមមួយទៀតបាទគឺខ្សែលេខ12បាទលេខ12បាទខ្សែនោះគឺរៀងចង្អៀតដែរបាទរៀងចង្អៀតតិចដាក់សោក៏រៀងទៅបន្តិចដែរបាទតែយើងព្យាយាមដោះមកវាចេញមកហើយបាទឥឡូវចេញមកហើយយើងចាប់ផ្ដើមដោះដំបាទយើងចាប់ផ្ដើមដំកន្លែងខ្សែចង្កេះតិចដើម្បីដោះស៊ីម៉ាំងចេញមកឥឡូវយើងដោះចេញមករួចរាល់អស់ហើយគឺយើងចាប់ផ្ដើមបង្ហូរខ្សែប្រេងបាតចេញបាទមើលប្រេងអ្នកខាប់ភ្លឺបាទប្រេងកាលណាខាប់ចេះគឺបញ្ហាម៉ូតូគឺឆេះស្រួលទេបាទគឺខ្មៅក្រឹបបាទដូចកាហ្វេអញ្ចឹងបងប្អូនអរគ្នាបាទតិចច្រឡំថាកាហ្វេគឺមិនកាហ្វេទេគឺប្រេងបាតបាទឥឡូវយើងចាប់ផ្ដើមដោះម៉ារ៉ាវេនចេញបាទចៅម៉ារ៉ាវេនយើងចាប់ផ្ដើមដោះរួចរាល់ហើយយើងចាប់ផ្ដើមយកយើងគោះតិចមកបាទគោះរួចរាល់អស់ហើយក៏មូម៉ាក់គេប្រេងម៉ាស៊ីនចេញដើម្បីឲ្យវាសូកដៃចូលស្រួលដោះកាទាចេញតែមុននឹងដោះចេញគឺយើងចាប់ផ្ដើមមូខ្សែកាទាយើងដែរខ្សែកាទាយើងមានតែ6គ្រាប់ទេបាទហើយក៏មូប៉ុនចឹងមកបាទគឺលះដៃលះជើងតិចបាទគឺខ្សែច្រើនកប់គឺវារៀងយូរបន្តិចអញ្ចឹងយើងចាប់ផ្ដើមមួវារៀងញាប់ដៃញាប់ជើងបន្តិចបាទដើម្បីដោះយកគោរពកាទាចេញដើម្បីយកគ្រឿងទៅឲ្យជាងកលិនគាត់ធ្វើរួចរាល់អស់ហើយបានយើងយកមកយើងចាប់ផ្ដើមរៀបចូលតែម្ដងបាទឥឡូវយើងចាប់ផ្ដើមមូខ្សែខាងក្រោមគឺវានៅរៀងជ្រើបន្តិចអញ្ចឹងតោះតែអើតមើលបានមិនឃើញបាទហើយក៏យើងអាចមើលទៀតបាទខ្លាចវានៅខ្សែនៅអីកាលណាយើងគោះមកគឺអាចបណ្ដាលឲ្យកាទានឹងវាប្រេះឬក៏វាបែកចឹងខាត់កន្លែងបដូរម៉ាល់វេបន្តិចបាទវាស្នឹមបន្តិចកន្លែងហ្នឹងដោះមកគឺវារៀងស្អិតកាទាបន្តិចបាទហើយក៏យើងគោះតិចមកដើម្បីឲ្យវាលះហើបគោរពកាទាបន្តិចចាគោះវារៀងឆ្អៀតដែរបាទគោះរៀងយូរដែរបាទឥឡូវយើងចាប់ដើមរៀងលះហើបតិចហើយទាញចេញមកក្រៅមកបាទទាញចេញក៏រៀងស្អិតទៀតយើងយូររៀងគោះកន្លែងម៉ាល់វេបន្តិចមកបាទឥឡូវយើងចាប់ដើមដោះចេញមកក្រៅហើយបាទហើយមើលគោរពកាទារបស់គាត់គឺរាងស្អាតដែរបងប្អូនបាទគឺអត់សូវមានថាកាប្រេងវាខំក្រាបជាប់ក្នុងហ្នឹងទេបាទគឺវារាងស្អាតអញ្ចឹងគឺម្ចាស់គាត់ក៏បានថែប្រេងដែរគោរពកាទាខ្លះដោះមកគឺប្រេងខ្មៅក្រឹបតែម្ដងបាទ